ឲ្យអ្នកសៀមរាបជូនដើរលេងម្ដងមើលលើកនេះមកសៀមរាបរបៀបដូចអត់ខ្វល់ដូចយើងអ្នកនៅសៀមរាបស្រាប់ចឹងណាផឹកឡើងងើបមក unboxing មួយកៅឆាយតាំងព្រលឹមម៉ោង 2-10 ថ្ងៃ unbox ភ្លាមពាក់ភ្លាមអីថ្ងៃហ្នឹងចឹងហ្មងពាក់នៅសៀមរាបអីចឹងតែប្រដាប់បិទកាយបើជើងគេថែមឲ្យនេះបិទថ្ងៃហ្នឹងជ្រុះថ្ងៃហ្នឹងហ្មងអត់ប្រយោជន៍អីទាំងអស់ឥឡូវគឺយើងចេញទៅតាមផ្លូវស្វែងរកកាហ្វេនាពេលព្រឹកឡើងឃើញកាហ្វេនោះមួយនៅតាម TikTok នេះមកដល់ហើយគេកំពុងតែល្បីគឺតែបើក៏ខ្ញុំបានកំងកាហ្វេពងមាន់ស្រាប់តែទាញទូរស័ព្ទមកថតរៀងភ្ញាក់បន្តិចឃើញទូទួមកចដីជាកន្លែងហាងហូបចុកផងហើយទេសចរផងមកដីទាំងផ្ទាំងអញ្ចឹងរៀងបាក់ខ្ញុំដាក់កាហ្វេមួយម៉ាត់ដំបូងមកគឺវារៀងឆ្អាបពងមាន់ខ្លាំងគេមានរបៀបគេធ្វើដែលកាត់បន្ថយឆ្អាបបានច្រើនណាហើយទៅវាអត់សូវទលាន់បើសិនជាយើងប្រើកាហ្វេរៀងចាស់តាំងហាងហ្នឹងមកជ្រុងមើលទៅឃើញវងមូលមកជ្រុងទៀតមើលឃើញស្ទឹងស្អាតបរិយាកាសល្អតែភាពអត់សូវអនាម័យហើយនឹងរសជាតិកាហ្វេរៀង ru in morning របស់ខ្ញុំបាទចេញពីកាហ្វេមកក៏ជិះម៉ូតូដើរលេងមើលទេសភាពតាមខេត្តដោយសារតែទឹកឡើងខ្លាំងអញ្ចឹងជិះទៅគឺឃើញប្រជាជនគាត់រកត្រីគ្រប់កន្លែងបើថាអ្នកសៀមរាបនេះវិញគឺអត់ដឹងនាំយើងទៅណាទេអញ្ចឹងនាំជិះម៉ូតូតាមស្ទឹងសៀមរាបនឹងហើយឆ្លងស្ពានទៅមកមានស្ពានប្រមាណឆ្លងទាំងអស់ដោយសារតែនៅតាមមាត់ស្ទឹងនឹងប្រជាជនគាត់នៅទាំងសងខាងដល់ពេលអញ្ចឹងទៅគឺស្ពានមានគ្រប់កន្លែងខ្ញុំអត់ដឹងថាជិះដល់ណាដល់ណីគឺអត់ស្គាល់ស្រុកភូមិទេចុះឡើងក៏មកដល់សាលារៀននេះមានដើមផ្កាពណ៌ស្វាយស្អាតចុះថតរូបតែរូបចេញមកអត់ស្អាតទាំងនេះគឺរូបភាពដែលខ្ញុំអត់ដែរឃើញណាពេលដែលខែទឹកឡើងអញ្ចឹងគេរកត្រីក្មេងៗលេងទឹកអីពេញហ្នឹងឥឡូវឃើញស្ពានមួយទៀតឆ្លងទៀតហើយមកដល់កន្លែងនេះមានស្ពានទៀតឆ្លងទៀតចាសរុបទាំងអស់គឺឆ្លងបាន6ស្ពានទៅផុតស្ពាននេះយើងចូលដល់ស្រុកភូមិវិញហើយទៅទៅញ៉ាំលតឆានេះលតឆាហ្នឹងគឺល្បីប្រចាំសៀមរាបប៉ុន្តែរសជាតិឆ្ងាញ់របស់គេណានេះឆ្ងាញ់មែនតើខ្ញុំមិននិយាយលេងទេសាច់លតឡើងទន់លតឆាហ្នឹងគេបើកយូរហើយប៉ុន្តែខ្ញុំអត់ដែរបានសាកអីណាហើយអាប្រហិតត្រីនេះឆ្ងាញ់ខ្លាំងបន្ទះខ្ទឹមនេះក៏ញាក់ដែរចេញពីហ្នឹងខ្ញុំទៅរកម៉ាច់ឆាញ៉ាំម៉ាច់ឆាតាមផ្លូវ1 កែវ 5,000វាឆ្ងាញ់ខ្លាំងអីណាគឺវាទៅអត់រួចទេដោយសារម៉ាច់ឆាតតែរៀងថ្លៃបានឆ្ងាញ់ហើយនេះគឺវាបានអូតមីលយកមកខ្ញុំក៏ទៅធ្វើកញ្ចក់ខ្ញុំធ្វើទាំងដៃទាំងជើងខ្ញុំយកពណ៌មាសជើលឆក់ហើយ highlight ទឹកមាសអញ្ចឹងអស់20 ឡាតមកទៀតជីមើលស្រុកភូមិគេទៀតល្ងាចឡើងអញ្ចឹងគេនាំទៅមើលនៅម្ដុំអង្គរខ្ជុងយូនេះកើតទៅជាសារាត្រីលក់ឡើងច្រើនហើយដឹងធ្វើអីទៀតទេក៏ទៅរកញ៉ាំកន្លែងការ៉េមគេនេះតែអត់ញ៉ាំការ៉េមទេទៅអង្គុយមើលគេមើលឯងរាប់មើលគេលក់មួយថ្ងៃបានប៉ុន្មានដែរក៏ឆ្លៀតទៅផាត់ street បន្តិចទៅដល់សាកចូលផ្សារខ្មែរនេះដែលគេកំពុងតែ trending ដែរមនុស្សច្រើនឡើងណានប៉ាមហូបហើយអាវ៉ាន់អីគេលក់ច្រើនរបស់គេតែផ្សារហ្នឹងអត់សូវធំហ្មងទេហើយបន្តពីហ្នឹងក៏ទៅផាត់ street បានបន្តិចទៀតអត់ទាន់បានញ៉ាំបាយល្ងាចអញ្ចឹងក៏ញ៉ាំ taco ជាមួយនឹងកេសាឌីយ៉ា taco ហ្នឹងនៅភ្នំពេញក៏មានដែរខ្ញុំចូលចិត្តញ៉ាំណានៅអ៊ីតាកាតហ្នឹងឆ្ងាញ់ត្រូវចិត្តហ្មងអញ្ចឹងឥឡូវពាក់ដល់ល្ងាចហើយសូម review បេជើងមួយសួរពាក់សួរដាវរបស់គេអត់ឈឺជើងប៉ុន្តែជ្រុះត្បូងបដាចេញមកវិញនេះឆ្លៀតទៅ shopping នៅ Pub Street បានបន្តិចតែភ្លេចថត vlog តែងបានកាបូបកាចៅនេះមួយខ្ញុំចង់បានកាបូបនឹងយូរហើយពាក់មកសៀមរាបឬក៏ទៅសមុទ្រអីវាត្រូវសារថ្ងៃស្អែកខ្ញុំត្រូវទៅអង្គរហើយទៅអាវខ្ញុំវាលចឹងក៏ទិញស្បៃក្របឲ្យហើយទៅស្បៃហ្នឹង$4នេះឥឡូវឃើញគេ trend យកមករុំក្បាលអញ្ចឹងស្អាតណាស់ហើយឥឡូវខ្ញុំចាប់ផ្ដើម collect magnet នេះទុកបិទនៅទូទឹកកកថ្ងៃទី1ចប់ហើយបាយបាយ